សូរីបានរក្សាទុកនៅរូបថតចំនួន2សន្លឹកមួយសន្លឹកជារូបរបស់គាត់និងមួយសន្លឹកទៀតគឺជារូបប្តីរបស់គាត់ដែលថតនៅក្នុងរបបលន់នល់កាលនោះគាត់ទាំងពីរនាក់ថតដើម្បីយកទៅបិទលើបញ្ជីដំឡើងប្រាក់ខែរូបថតទាំងពីរសន្លឹកនេះថតនៅក្រោយពេលរៀបការរួចរយៈពេល1ខែគាត់ថតនៅហាងមួយនៅខាងលិចផ្សារទីរួមខេត្តតាកែវនៅពេលខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញរីបានរក្សាទុករូបថតនេះនៅក្នុងកូនកាបូបដៃហើយលាក់ទុកជាប់នឹងខ្លួនរបស់គាត់ចំណែកឯកសារផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងប្តីរបស់គាត់បានដុតចោលនៅតាមផ្លូវពាក់ព័ន្ធនឹងបញ្ហារូបថតសូរីបានរៀបរាប់ថាប្តីរបស់ខ្ញុំគឺជាអ្នកស្រុកភូមិជាមួយខ្ញុំគាត់មានសម្បល់សណ្ដែកបាយហើយមានចរិតស្លូតបូតនិងឧស្សាហ៍ព្យាយាមគាត់ខ្ពស់ជាមនុស្សនិយាយច្រើនទោះទៅទីណាក៏មានមនុស្សចូលចិត្តគាត់ដែររៀនបានថ្នាក់ឌីប្លូមពីដើមឪពុកម្ដាយរបស់គាត់ចូលស្ដីដណ្ដឹងខ្ញុំ3ដងទៅខ្ញុំយកព្រមរៀបការជាមួយគាត់លើកទី1និងលើកទី2ខ្ញុំប្រកែកពីព្រោះខ្ញុំទៅតែមានអាយុ16ឆ្នាំប៉ុណ្ណោះក្រោយមកដោយសារសាច់ញាតិបងប្អូនរបស់ខ្ញុំពេញចិត្តគាត់ហើយបញ្ចុះបញ្ចូលខ្ញុំថាបើខ្ញុំទទួលយកគាត់គឺមិនខុសទេព្រោះគាត់ជាមនុស្សល្អខ្ញុំក៏យកព្រមរៀបការជាមួយគាត់ពិធីរៀបការរបស់យើងប្រារព្ធធ្វើឡើងអស់រយៈពេល2យប់2ថ្ងៃសម្លៀកបំពាក់ដែលខ្ញុំស្លៀកក្នុងពិធីរៀបការគឺមានតែ2កំភ្លេប៉ុណ្ណោះក្នុងថ្ងៃនោះខ្ញុំបួងសក់ឡើងលើខ្ញុំទៅធ្វើសក់នៅផ្សារតាកែវក្រោយពេលរៀបការហើយប្រហែលជា1ខែអាជ្ញាធរភូមិឃុំបានមកឃោសនាឲ្យប្តីខ្ញុំចូលបម្រើក្នុងជួរទាហានលន់នល់ប្តីខ្ញុំមិនចង់ចូលទេប៉ុន្តែគាត់ចូលដោយបង្ខំចិត្តប្តីរបស់ខ្ញុំមិនសូវបាននៅផ្ទះទេពេលខ្លះខ្ញុំយកបាយមកហូបទៅឲ្យគាត់នៅឯបន្ទាយគាត់ចូលច្បាំងនៅសមរភូមិជាច្រើនដូចជាដីឥដ្ឋតាកែវនិងទីក្រុងភ្នំពេញនៅឆ្នាំ1974ក្រុមគ្រួសារខ្ញុំបានប្តូរទៅរស់នៅទីរួមខេត្តតាកែវពីព្រោះភូមិរបស់ខ្ញុំមានក្របផ្លោងចូលច្រើននិងមានចម្បាំងរវាងកងទ័ពរំដោះជាមួយនឹងទាហានលន់នល់យើងធ្វើកូនខ្ទមទាបផ្ទាល់ដីដើម្បីស្នាក់នៅជាបណ្ដោះអាសន្នយើងស្ដាយស្រូវដែលយើងខំដាំណាស់យើងប្រថុយគ្រោះថ្នាក់ដើម្បីទៅច្រូតស្រូវបានខ្លះយកមកបែនទុកពេលខ្លះក្របផ្លោងធ្លាក់មកត្រូវរបស់របរដែលនៅក្រៅផ្ទះប៉ុន្តែអត់មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេនៅដើមឆ្នាំ1975ប្តីរបស់ខ្ញុំត្រូវបានចាត់តាំងឲ្យទៅច្បាំងនៅសមរភូមិត្រពាំងព្រាយនៅជីក្រុងភ្នំពេញពេលនោះគាត់ត្រូវរបួសបាក់ផ្លូវមួយចំហៀងអ្នករួមការងារជាមួយគាត់បានប្រាប់ដំណឹងនេះដល់ខ្ញុំហើយខ្ញុំជាឧត្តមភេកជ្ជៈទៅទីក្រុងភ្នំពេញដើម្បីមើលថែប្តីរបស់ខ្ញុំពេលនោះខ្ញុំមានផ្ទៃពោះជិតគ្រប់ខែហើយប្តីរបស់ខ្ញុំសម្រាប់ព្យាបាលនៅមន្ទីរពេទ្យធំពេលខ្ញុំទៅឃើញសភាពជំងឺរបស់គាត់ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេជើងរបស់គាត់ហូរឈាមរលួយស្អុយនិងមានដង្កូវខ្ញុំដឹងថាគាត់ឈឺខ្លាំងណាស់ពេទ្យបានតជើងឲ្យគាត់ប៉ុន្តែគាត់មិនទាន់អាចដើរបាននៅឡើយទេពេលដែលកងទ័ពខ្មែរក្រហមជម្លៀសប្រជាជនឲ្យចេញពីទីក្រុងខ្ញុំបានប្រកែកមិនព្រមចេញព្រោះប្តីរបស់ខ្ញុំមិនទាន់ជាសះស្បើយនៅឡើយប៉ុន្តែកងទ័ពទាំងនោះមិនអនុញ្ញាតយើងចង់ធ្វើដំណើរទៅស្រុកកំណើតរបស់យើងវិញនៅឯខេត្តតាកែវអង្គការដាក់ទិសឲ្យយើងធ្វើដំណើរទៅតាមផ្លូវជាតិលេខ5ខ្ញុំដាក់ប្តីខ្ញុំលើរទេះរុញហើយយកក្រមាចងទប់គាត់ពោះរបស់ខ្ញុំកាន់តែធំទៅពិបាកធ្វើដំណើរណាស់ខ្ញុំយកបានតែចានឆ្នាំងនិងអង្ករបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ដាំបាយហូបតាមផ្លូវខ្ញុំយកឯកសណ្ឋានទាហានរបស់ប្តីខ្ញុំនិងឯកសារដែលពាក់ព័ន្ធទៅកប់ចោលនៅតាមផ្លូវអង្គការបានសួរប្រវត្តិរូបយើងជាហូហែខ្ញុំប្រាប់ថាប្តីរបស់ខ្ញុំជាអ្នកអូសទឹកលក់ចំណែកខ្ញុំនៅផ្ទះខ្ញុំនៅតែរក្សាចម្លើយដដែលគ្រប់ពេលដែលអង្គការសួរនៅតាមផ្លូវអង្គការបានប្រកាសថាអ្នកណាធ្វើការងារអ្វីឲ្យទៅធ្វើការងារតាមមុខតំណែងចាស់ហើយមានឡានចាំដឹកចេញទៅអង្គការមិនជឿថាប្តីខ្ញុំជាអ្នកអូសទឹកលក់ទេព្រោះឃើញប្តីខ្ញុំបាក់ជើងមួយចំហៀងអង្គការចាប់ប្តីខ្ញុំដាក់ឡាន
ប្តីខ្ញុំផ្ដាំខ្ញុំថាពេលគាត់ទៅបាត់សូមឲ្យខ្ញុំសរសេរសម្បត្តិស្វែងរកគាត់ផងខ្ញុំចេះតែស៊ើបសួរដំណឹងពីប្តីរបស់ខ្ញុំជាហូរហែនៅតាមផ្លូវប៉ុន្តែមិនបានទទួលដំណឹងអ្វីសោះពីគាត់ខ្ញុំយល់ថាប្តីរបស់ខ្ញុំត្រូវអង្គការយកទៅសម្លាប់ហើយព្រោះគាត់ជាអតីតទាហានលន់នល់ខ្ញុំធ្វើដំណើរបន្តទៅដល់ភូមិចំបក់ស្រុកចំការលើខេត្តកំពង់ចាមអង្គការឲ្យខ្ញុំរស់នៅខ្ទមតូចមួយជាមួយប្រជាជននៅទីនោះអ្នកខ្លះធ្វើល្អជាមួយខ្ញុំអ្នកខ្លះទៀតចិត្តអាក្រក់ជាមួយខ្ញុំដោយនិយាយមិនល្អពីខ្ញុំជាពិសេសប្រជាជនមូលដ្ឋានឌៀមដាមឲ្យខ្ញុំថាទុកនៅធ្វើអីយកទៅសម្លាប់ចោលទៅខ្ញុំទៅដល់ទីនោះបានប្រហែលជាកន្លះខែខ្ញុំឈឺពោះឆ្លងទន្លេនៅទីនោះគ្មានពេទ្យឆ្មបទេខ្ញុំបង្កើតកូនដោយខ្លួនឯងខ្ញុំមិនចេះបង្កើតកូនដោយខ្លួនឯងទេម្យ៉ាងទៀតខ្ញុំគ្មានសាច់ញាតិហើយគ្មានប្តីនៅក្បែរទៀតអ្នកជិតខាងម្នាក់ដែលជាប្រជាជនជំនះដូចគ្នាបានជួយបង្កើតកូនឲ្យខ្ញុំហើយកូនខ្ញុំកើតបញ្ច្រាស់ជើងទៀតខ្ញុំពិបាកវេទនាណាស់តម្រាំតែបង្កើតកូននេះបានខ្ញុំដាក់ឈ្មោះកូនរបស់ខ្ញុំថាចំបក់ព្រោះភូមិនេះជាភូមិចំបក់អ្នកភូមិនិយាយថាដាក់ឈ្មោះនេះឲ្យដើម្បីកុំឲ្យភ្លេចទីកន្លែងកំណើតវាពេលកូនខ្ញុំកើតហើយមានតែបបររាវហូបជាមួយអំបិលនិងពេលខ្លះខ្ញុំហូបបបរជាមួយកូនត្រីចង្វាខ្ញុំឆ្លងទន្លេបានកន្លះខែអង្គការចាត់តាំងខ្ញុំឲ្យទៅធ្វើការទាំងខ្ញុំនៅសរសៃខ្ចីដោយសារខ្ញុំឃ្លានពេកហើយត្រូវការទឹកដោះឲ្យកូនខ្ញុំបៅខ្ញុំបានស្លធៀងត្រាវហូបក្រោយពេលហូបហើយខ្ញុំទាស់ស្ទើរស្លាប់ស្ទើររស់អស់រយៈពេលយូរថ្ងៃអ្នកនៅជិតខាងបានជួយយកអាសាខ្ញុំដោយរកថ្នាំឬឈើមកដាំឲ្យខ្ញុំផឹកទើបខ្ញុំបានធូរស្បើយអង្គការចោទប្រកាន់ខ្ញុំថាឈឺសតិអារម្មណ៍ហើយប្រើឲ្យខ្ញុំធ្វើការទាំងឈឺពេលខ្ញុំទៅធ្វើការខ្ញុំយកកូនខ្ញុំទៅដែរដោយចង់អង្រឹងឲ្យដេកនៅកន្លែងធ្វើការហើយខ្ញុំចេះតែឆ្លៀតពេលមើលវាផងនិងធ្វើការងារផងពេលកូនខ្ញុំអាយុ9ខែវាឈឺហើយគ្មានពេទ្យព្យាបាលទេអ្នកជិតខាងប្រាប់ខ្ញុំឲ្យរកឬឈើមកដាំឲ្យវាផឹកប៉ុន្តែនៅតែមិនជាហើយគ្រុនញាក់រឹងធ្គាមរហូតដល់ស្លាប់ខ្ញុំសុំយកសាកសពកូនពីអង្គការដើម្បីយកទៅកប់ដោយខ្លួនឯងប៉ុន្តែអង្គការមិនអនុញ្ញាតទេហើយយកកូនខ្ញុំទៅបោះចោលនៅក្នុងទឹកខ្ញុំលួចយំស្ងាត់មិនហ៊ានឲ្យអ្នកណាឮទេបើអង្គការដឹងថាខ្ញុំយំខ្ញុំពិតជាត្រូវស្លាប់ហើយចាប់តាំងពីពេលនោះមកខ្ញុំគ្មានសល់អ្វីទៀតទេខ្ញុំបាត់បង់ប្តីបាត់បង់កូនជាទីស្រឡាញ់ខ្ញុំរស់នៅតែម្នាក់ឯងក្រោយពេលកូនខ្ញុំស្លាប់អង្គការចាត់តាំងឲ្យខ្ញុំរវៃអំបោះខ្ញុំធ្វើការស្ទើរតែគ្មានពេលសម្រាកចំណែកឯការហូបចុកវិញគឺហូបតែបបររាវជាមួយសម្លម្ជូរប្រលិតដែលមានទឹកខ្មៅកខ្វក់ខ្ញុំកម្របានបាយហូបណាស់ខ្ញុំបានហូបបាយតែពេលរដូវស្រូវទុំប៉ុណ្ណោះហើយបានហូបតែកន្លះខែទៀតនៅថ្ងៃភ្ជុំបិណ្ឌខ្ញុំមាននំអន្សមហូបចំណែកឯថ្ងៃចូលឆ្នាំខ្ញុំមាននំចាក់កច័នហូបយើងមិនអាចទៅវត្តឬធ្វើពិធីបុណ្យទានបានទេពីព្រោះព្រះវិហារត្រូវបានខ្មែរក្រហមបំផ្លាញចោលអស់ហើយខ្ញុំបដូរការងារជាច្រើនផ្នែកខ្ញុំត្រូវអង្គការផ្លាស់ឲ្យច្រូតស្រូវនិងរែកដីនៅទីនោះក្នុងរយៈពេល1ខែខ្ញុំចូលរួមប្រជុំម្ដងដែលអង្គប្រជុំបានជំរុញអំពីការប្រឹងប្រែងធ្វើការងារពេលខ្ញុំទៅធ្វើការនៅការដ្ឋានឆ្លប់ទៅឆែកឆេរនៅផ្ទះខ្ញុំជាច្រើនដងប៉ុន្តែរកមិនឃើញរបស់របរអ្វីទេខ្ញុំលាក់រូបថតនៅក្នុងថង់ផ្លាស្ទិកហើយទុកនៅក្នុងហោប៉ៅអង្គការសួរនាំអំពីប្តីរបស់ខ្ញុំដែរខ្ញុំប្រាប់ថាប្តីខ្ញុំជាអ្នកអូសទឹកលក់ហើយត្រូវខ្មែរក្រហមយកទៅសម្លាប់ហើយចាប់ពីពេលនោះមកមិនដែលមានអ្នកណាមកសួរនាំខ្ញុំទៀតទេនៅពេលវៀតណាមវាយរំដោះសភាពការច្របូកច្របល់ណាស់ខ្ញុំទៅលួចកាបស្រូវដែលទៅតែច្រូតហើយយកមកលាក់ទុកនៅផ្ទះហើយកិននឹងត្បាល់ដៃទៅជាអង្ករខ្ញុំបានយកអង្ករនោះមួយតៅទៅឲ្យអ្នកចៅទូកដដើម្បីឲ្យគាត់ជូនខ្ញុំពីស្រុកចំការលើមកទីក្រុងភ្នំពេញវិញទូកបានមកដល់ទន្លេ4មុខរលកកាន់តែខ្លាំងបោកទឹកចូលព្រាបពេញទូកមនុស្សម្នានៅលើទូកភ័យជ្រួលច្របល់ប៉ុន្តែទូកអត់លិចទេ
ហើយអែបច្រាំងនៅជ្រោយចង្វាខ្ញុំបានយករបស់របរដែលនៅជាប់ខ្លួនបន្តិចបន្តួចធ្វើដំណើរចូលទីក្រុងភ្នំពេញខ្ញុំឃើញផ្ទះថ្មមានសុទ្ធតែលាមកខ្ញុំបន្តដំណើរទៅពោធិ៍ចិនតុងហើយរស់នៅនឹងធ្វើស្រែនៅទីនោះអស់រយៈពេល1ឆ្នាំទៅបានជួបម្ដាយខ្ញុំដែលតាមរកខ្ញុំរហូតដល់ពោធិ៍ចិនតុងរយៈពេលដែលខ្ញុំនៅទីក្រុងភ្នំពេញខ្ញុំស៊ើបសួរដំណឹងអំពីប្តីរបស់ខ្ញុំដែរប៉ុន្តែខ្ញុំមិនបានទទួលដំណឹងអ្វីទាំងអស់ខ្ញុំត្រឡប់ទៅស្រុកកំណើតជាមួយម្ដាយខ្ញុំវិញផ្ទះរបស់ខ្ញុំនៅខេត្តតាកែវត្រូវខ្ទេចខ្ទីដោយសារគ្រាប់កាំភ្លើងពេលមកដល់ផ្ទះវិញម្ដាយរបស់ខ្ញុំប្រាប់ថាឪពុកខ្ញុំត្រូវអង្គការយកទៅសម្លាប់ហើយដោយសារគាត់ប្រកែកមិនព្រមឲ្យប្អូនស្រីខ្ញុំរៀបការតាមការស្នើសុំរបស់អង្គការម្ដាយរបស់ខ្ញុំនិយាយថាឆ្លប់បានបណ្តើឪពុកខ្ញុំចេញពីភូមិឆ្ពោះទៅអង្គតាសោមហើយក៏បាត់ដំណឹងរហូត2ថ្ងៃក្រោយមកប្អូនរបស់ខ្ញុំត្រូវឆ្លប់ហៅទៅបាត់ដែររហូតមកដល់បច្ចុប្បន្ននេះខ្ញុំគិតថាប្តីខ្ញុំស្លាប់ហើយខ្ញុំគ្មានសង្ឃឹមថាគាត់នៅរស់ទេបើគាត់នៅរស់គាត់ពិតជាមករកខ្ញុំហើយពេលមានបុណ្យទានម្ដងខ្ញុំតែងតែរំលឹកឈ្មោះគាត់ហើយធ្វើបុណ្យឧទ្ទិសកុសលទៅឲ្យគាត់ពេលនឹកគាត់ម្ដងខ្ញុំលួចយំតែម្នាក់ឯងគាត់ជាមនុស្សស្លូតមិនគួរណាគាត់ស្លាប់ទេខ្ញុំគិតដល់គាត់គ្រប់ពេលបើសិនជាគាត់នៅរស់ម្ល៉េះខ្ញុំមិនពិបាកដូចសពថ្ងៃទេ